តកតងទៅនឹងការកណនា pixel នៅលើ LED ដែលខ្ញុំបានបង្ហោះកាលពីថ្ងៃមុនហ្នឹងអញ្ចឹងមានបងម្នាក់គាត់ចូលមក comment ហើយមានគ្នាយើងប្រហែលអ្នកដែរដែលគាត់ឆាតមកសួរខ្ញុំថាយើងធ្វើម៉េចដើម្បីកណនា pixel នៅលើ LED ហ្នឹងតកតងទៅនឹងការកណនា LED ហ្នឹងខាង LED គាត់បានផ្ញើសាយមក1ម៉ែត្រស្មើនឹង256 pixel អញ្ចឹងខ្ញុំត្រូវយក256 pixel ហ្នឹងយកទៅគុណចំនួនម៉ែត្រដែលនៅលើ LED ហ្នឹងឧទាហរណ៍ថាមាន15ម៉ែត្រអញ្ចឹងខ្ញុំត្រូវយក256ហ្នឹងគុណនឹង15ម៉ែត្រកម្ពស់ដូចគ្នាយើងត្រូវយកចំនួន pixel 256ហ្នឹងគុណនឹងកម្ពស់បើ3ម៉ែត្រយើងគុណនឹង3ម៉ែត្រមកយើងនឹងឃើញផ្សាយ pixel នៅលើ LED ហ្នឹងហើយមួយទៀតតកតងទៅនឹងកុំព្យូទ័រតង្កត់និយាយទៅតាមទំហំនៃកុំព្យូទ័រយើងផ្ទាល់ហើយមួយទៀតតកតងទៅនឹងការប្រើប្រាស់ workflow នៅក្នុងការធ្វើអញ្ចឹងបើសិនជាយើងប្រើ plug in ច្រើនប្រើ effect ច្រើនវាតឹងទៅតាមនឹងដែរហើយមួយទៀតបើសិនជា LED គេផ្ញើ pixel មកប៉ុណ្ណឹងឧទាហរណ៍ថា1ម៉ែត្រវាមាន256អញ្ចឹងយើងធ្វើនៅក្នុង Photoshop ដំបូងយើងរៀប design ហើយយើងគិតថាខ្សែប៉ុណ្ណេះវាតូចពេកយើងចង់គុណថែម pixel គេណកកំគុណតាគុណទៅខាង LED គាត់យកតែចាក់វាអត់ច្បាស់ទេចំនួន pixel គេចាក់នៅលើ LED វាខុសពី pixel បង្ហោះនៅលើ social media ផ្សេងបើនៅលើ social media យើងបង្ហោះឧទាហរណ៍ថា2000 pixel អញ្ចឹងបើសិនជាវាតូចគេយើងគុណថែមទៅ4000 pixel អីចឹងទៅវានឹងច្បាស់ក៏ប៉ុន្តែ LED អត់ទេយើងកាន់តែចង់បានច្បាស់ចាក់នៅលើ LED កាន់តែព្រាលអូខេអញ្ចឹង pixel គេឲ្យប្រមាណយើងត្រូវដាក់ប៉ុណ្្នឹងអូខេប៉ុណ្្នឹងឯង